Hello អ្នកទាំងអស់គ្នាឥឡូវយើងមកមើល vlog កោះត្រល់ជាមួយខ្ញុំទាំងអស់គ្នា vlog នេះគឺថាយូរមែនតើហ្មងទើបមានពេលកាត់ទេអានេះខ្ញុំមកធัวមួយដើម្បីទៅជុំគ្នាហ្មងផឹកឡើងយើងងើបពីព្រលឹមដើម្បីទៅព្រំដែននៅខាងកពតជីអត់យូរយើងមកដល់ព្រំដែនកន្លែងវាយ passport ដើម្បីចូលមកវៀតណាមហ្មងបន្ទាប់មកយើងត្រូវជិះទូកដើម្បីឆ្លងទៅខាងកោះត្រល់អានេះជិះប្រហែលជា1ម៉ោងជាងប៉ុន្តែពលទូកសាហាវយើងមកដល់ទឹកដីកោះត្រល់គឺថាស្អាតមែនតើអ្នកទាំងអស់គ្នាអានេះយើងមកលេងខាង Sunset Town និយាយពីថាអគារគេគឺថាប្លែកហ្មងដូចនៅបរទេសបន្ទាប់មកយើងជិះ cable car ដើម្បីទៅកោះមនរទេសភាពជុំវិញនឹងមើលទៅខាងណាក៏ស្អាតដែរហើយ cable car គេមើលពីលើមកឡើងស្អាតហ្មងឃើញសមុទ្រនឹងថ្លាហើយយើងក៏បានមកដល់កន្លែងកោះដៅរបស់យើងហើយយើងដើរលេងអញ្ចឹងណាកន្លែងនេះភាគច្រើនគេមកលេងទឹកអ្នកទាំងអស់គ្នាហើយវាមានតូងយើងជិះលេងខ្លះៗដូច roller coaster អីចឹងទៅប៉ុន្តែអត់សូវបានជិះច្រើនដែរដោយសារតែខ្ញុំមកមួយចាស់ៗនិយាយទៅយើងមកលេងនឹងមកល្ងាចបដ ாய் ប៉ុន្តែខ្ញុំអត់សូវបានថតវីដេអូច្រើនបានថតតែទេសភាពស្អាតៗឲ្យអ្នកទាំងអស់គ្នាមើលប៉ុណ្្នឹងឯងតមកក៏យើងជិះ cable car ទៅកន្លែងដើមរបស់យើងវិញកន្លែងដើមហ្នឹងគេហៅថា Sunset Town ដល់ពេលទៅយើងត្រូវទៅមើលឲ្យតន់ថ្ងៃលេងចេញពី station ខ្ញុំមកទិញ mango frap នេះមួយខ្ញុំចូលចិត្ត mango frap មែនតើឥឡូវយើងដើរមើលសំណង់អគារជុំវិញហ្នឹងហើយនិយាយពីថាស្អាតមែនតើដូចនៅអ៊ីតាលីទេសភាពនៅនេះគឺថាស្អាតខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាមើលទៅខាងណាក៏ស្អាតដែរវាសបោដើមឈើនៅអគារស្អាតបន្ទាប់មកចេញពីហ្នឹងក៏ខ្ញុំជិះទៅរកអីញ៉ាំនៅក្នុងក្រុងវិញរៀងឆ្ងាយដែរពីមួយកន្លែងទៅមួយកន្លែងថ្ងៃនេះយើងញ៉ាំ buffet barbecue របស់កូរ៉េទាំងអស់គ្នានិយាយពីថាគឺថាឆ្ងាញ់មែនតើហ្មងដោយសារតែយើងមកតំបន់សមុទ្រហើយយើងត្រូវទៅញ៉ាំ buffet គ្រឿងសមុទ្រលក្ខណៈថាញ៉ាំច្រើនមែនតើហ្មង buffet គ្រឿងសមុទ្រហ្នឹងឥឡូវយើងឈានចូលថ្ងៃថ្មីយើងញ៉ាំអាហារពេលព្រឹកនៅកូតែរបស់យើង view កន្លែងញ៉ាំអីគឺថាស្អាតមែនតើហ្មងបន្ទាប់មកយើងក៏បន្តដំណើរជិះដើរលេងអញ្ចឹងទៅខ្ញុំអត់ចាំកន្លែងនេះឈ្មោះអីទេប៉ុន្តែស្អាតមែនតើហើយយើងមកលេងសមុទ្រអញ្ចឹងណាសមុទ្រនេះខ្ញុំមើលឃើញកោះខ្មែរខ្ញុំអត់ចាំកោះហ្នឹងឈ្មោះអីគេប៉ុន្តែយើងមើលទៅឃើញពីថាឆ្នេររបស់គេគឺថាធំហ្មងបន្ទាប់មកយើងចូលហាងកាហ្វេខ្ជុតorder អីផឹកចឹងទៅថតរូបតិចតួចហើយអីមកស្អាតហើយអស់ហើយយើងមានកន្លែងដើរលេងមួយទៀតនៅនេះពីកន្លែងមកកន្លែងទៅមួយកន្លែងវាកញ្ចប់ប៉ុណ្ណាអ្នកទាំងអស់គ្នាវាឆ្ងាយពីគ្នាពេលរៀងមុនមកបាយថ្ងៃហ្នឹងក៏យើងមកលេងកន្លែងហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ហើយអូគេហៅថា Wind Wonder ដូចជាសួនដូចជានៅក្នុង Disney ដូចអីដែរ concept វាតែអញ្ចឹងគ្រាន់តែនៅនេះវារៀងតូចជាងខ្លាំងប៉ុន្តែគ្រាន់តែគេធ្វើលំនាំដូចគ្នាដូចមាន castle នៅកណ្ដាលមានតូងលេងមានអីច្រើនចឹងទៅប៉ុន្តែបើថានិយាយឲ្យធម៌ហ្មងទៅវាមិនសូវស្អាតមកនេះដោយសារតែវារៀងចាស់ដែរវាអត់សូវថ្មីតែទីធ្លាគេធំរបស់គេមែនហើយខ្ញុំមកលេងកន្លែងសួនបាតសមុទ្រនេះគឺថាធំមែនតើនៅក្នុងអាសត្វអង្កែបហ្នឹងនិយាយទៅគឺថាមានកន្លែងច្រើនហ្មងយើងដើរអត់ចង់អស់ហើយអ្នកទាំងអស់គ្នាដោយសារវាធំណាអានេះខ្ញុំសុំរេតឲ្យ10លើ10ហ្មងកន្លែងសួនของបាតសមុទ្រហ្នឹងគឺថាអូយសិតតែថៃហើយបើថាដើមវិញគឺថាបាត់គ្នាអស់ហើយសល់តែ4នាក់ទេនិយាយទៅក្លុកក្លៀតមានច្រើនហើយសំខាន់មានកន្លែង Penguin នេះទៀតគឺថាប៉ិតគាត់តែខ្ញុំចំណាយពេលនៅកន្លែងពិភពបាតសមុទ្រនោះក៏យូរដែរហើយនៅក្នុងនោះមនុស្សច្រើនខ្លាំងមែនតើហ្មងវានិយាយទៅវារៀងណែនជាងនៅកន្លែងផ្សេងហើយមាន show ថៃមឆាប៉ុន្តែខ្ញុំអត់បានថតឥឡូវយើងចាប់ផ្ដើមចាញ់ហើយយើងចង់ទៅជិះកធរនេះហើយមានអីអ្នកទាំងអស់គ្នាវាយឺតមិនសមអត់សូវសប្បាយម៉ានេះគ្រាន់បានមើលទេសភាពមកនឹងខ្ញុំបានជិះតូងច្រើនប៉ុន្តែខ្ញុំអត់សូវបានថតហ្មងឥឡូវកាត់មកដល់ពេលយប់ពេលអ្នកទាំងអស់គ្នាគឺថាអង្គុយចាំមើលក៏ឈួចវាមិនសូវជាធំដុំម៉ាទេប៉ុន្តែយើងមើលមកស្អាតវាមិនក៏ឈួចទេទាំងអស់គ្នា show ភ្លើងខ្ញុំភ្លេចប្រាប់និយាយទៅដំណើរកំសាន្តចាប់ថ្ងៃហ្នឹងឯងខ្ញុំក្រុងនឹង Power Vlog សិង្ហបុរីម្ដង